កាមភាពពីថ្ងៃមយមនៅខេត្តកពតចង់ដឹងអត់ថាខ្ញុំទៅដល់កន្លែងណាខ្លះនៅពេលដែលទៅដល់កន្លែងគេងរបស់ខ្ញុំនេះគឺខ្ញុំដើរ review ពេញនឹងហ្មងសំខាន់នៅនឹងមានទាំងកន្លែងអាំងទឹកហើយជាប់មាត់សមុទ្រទៀតគឺ fresh ខ្លាំងមែនតែនហ្មងបន្ទាប់ពីខ្ញុំដើរមើលអីហើយគឺខ្ញុំចាប់ផ្ដើមក្នុងគ្រាជិះទៅក្រៅទិញអីញ៉ាំតិចតួចហើយទិញជាមួយនឹងនំក៏ដូចជាគ្រឿងសមុទ្រយកមកញ៉ាំប៉ុន្តែចង់ប្រាប់ថាអញ្ចឹងនៅពេលដែលបានទៅដល់ខេត្តកពតហើយញ៉ាំគ្រឿងសមុទ្រញ៉ាំអីអញ្ចឹងលក្ខណៈថា fresh ហើយឆ្ងាញ់ខ្លាំងហ្មងហើយជាពិសេសគឺបានញ៉ាំនៅក្បែរមាត់សមុទ្រស្ដាប់សូរសំនៀងទឹកហូរក៏ដូចជាឃើញបរិយាកាសភ្នំបីគឺ fresh មែនតែនហ្មងអញ្ចឹងបន្ទាប់ពីខ្ញុំនាំគ្នាញ៉ាំអីហើយនៅក្បែរមាត់សមុទ្រនឹងហើយបើ friend ខ្ញុំគាត់ក៏ស្ទួយថៃអីតិចតួចចឹងទៅតែនុយនឹងយកបកាទៅដាក់តិច and then ល្ងាចតិចអត់តនេះគឺនាំគ្នាជិះទៅក្រៅឆ្វែលរកអីញ៉ាំទៀតហើយមានទាំងនំមានទាំងទឹកអំពៅអីតិចតួចហើយបើនាំគ្នាទៅឆ្នេរម្ខាងទៀតសម្រាប់ឆ្នេរនេះវិញស្អាតហើយ fresh ខ្លាំងដូចគ្នាអ្នកនរគ្នាជាពិសេសជាមួយនឹងបរិយាកាសថ្ងៃលិចប៉ុន្តែគ្រាន់តែថ្ងៃលិចពេកចឹងទៅថតអត់សូវច្បាស់ហើយអ្នកនរគ្នាអាចមើលប្លង់ខ្ញុំថតម៉ាស៊ីនទៅម៉ាស៊ីនបានគឺថាស្អាតខ្លាំងហ្មងដូចកន្លែងនេះនិយាយមកខ្ជូតសាហាវហ្មងអ្នកនរគ្នាឃើញអត់សំបីតែខ្ញុំពីរនាក់ក៏ខ្ជូតដែរនិយាយមកអ្នកនរគ្នាគាត់ហៀបចេញមកល្ងិតខ្លាំងហ្មងណាល្ងិតណាស់ក្រៅល្ងិតជាងក្នុងទៀតតែដល់ពេលនៅមើលក្នុងកាមេរ៉ាគឺល្ងិតចង់ហើយអូខេអ្នកនរគ្នាអញ្ចឹងបន្ទាប់ពីយើងមើលបរិយាកាសនៅមាត់ឆ្នេរយ៉ាងស្អាតហើយគឺយើងចេញមកវិញហើយចេញមកភ្លាមហ្នឹងគឺនាំគ្នាសម្ដៅទៅរកផ្សារនៅកពតនឹងហ្មងដើម្បីរកកៅអៅអីមើលលេងមួយគេមួយឯងអញ្ចឹងទៅហើយឆ្លៀតអីឃើញគេដាក់អីគេសាយវៀនបដាលហ្នឹងចូលមើលទៀតចូលមើលបានតែបន្តិចហ្នឹងបន្ទាប់មកអត់ទាន់ឃើញគេវាយក៏ទិញចង្រិតមកកំប៉ុងហើយអង្គុយញ៉ាំមួយប្រហិតចឹងទៅvà nhâm ở cái nhâm sườn đất hay nó ngò bạc hếtបន្ទាប់ពីញ៉ាំអីហើយគឺខ្ញុំបានដើរមើលតាមស្តង់គេលក់នៅនឹងអញ្ចឹងទៅគឺគេលក់អីវ៉ាន់ញ៉ាំច្រើនដូចគ្នាហ្មងទៅណាក៏មានរបស់របរដែរនិយាយទៅដើរទៅកពតថ្ងៃមុនហ្នឹងគឺអត់ខ្វះអីញ៉ាំទេតែពេលថ្ងៃវិញស្ងាត់ឈឹងពេលយប់វិញដឹងមនុស្សមកពីណាមកគ្រាន់តែជិះកាត់សេះសមុទ្រមកវិញហ្នឹងលក្ខណៈថាមនុស្សច្រើនខ្លាំងហ្មងនៅម្ដុំហ្នឹងអត់ដឹងថាមកពីណាពីណីខ្លះទេតោះមកខ្ញុំមកដល់កន្លែងគេខ្ញុំវិញឯអ្នកនរគ្នាគឺខ្ញុំ order អីញ៉ាំនឹងមាត់ទឹកអញ្ចឹងទៅហើយសំខាន់អូនប្រុសនេះទូចមែនតើហើយគាត់ស្ទួយថយបានឡើងធំមើលទៅប្រហែលចង់កន្លះគីឡូទៅ1គីឡូអីតមកចូលមកថ្ងៃទី2នេះគឺយើងនាំគ្នាដើរលេងនៅម្ដុំបូកូចឹងទៅឡើងទៅភ្នំលក្ខណៈបែប fresh ប៉ុន្តែមុនទៅគឺត្រូវទិញធូបទៀនដើម្បីយកទៅអុជថ្វាយនៅកន្លែងលោកយាយម៉ៅហើយមើលនិយាយពីទេសភាពតាមផ្លូវនេះវិញគឺថា fresh មែនតើហ្មងអ្នកអរគ្នាជិះទៅរវងក្តៅយត្រូវហេប៉ុន្តែបន្ទាប់ពីឡើងបានបន្តិចមកគឺថាតែចាក់ខ្លាំងតែម្ដងជិះបានបន្តិចមកប្រហែលចូល20នាទីគឺយើងមកដល់កន្លែងលោកយាយម៉ៅអ្នកអរគ្នាទៅដល់នេះគឺថាតែចាក់តជុំខ្លាំងហ្មងណាហើយនៅពេលខ្ញុំឡើងទៅបានបន្តិចហើយនាំគ្នាអុជធូបអីអញ្ចឹងទៅហាងសុកបងប្រុសដែរខ្ញុំទៅចិត្តនឹងខ្ញុំចាំអុជធូបតែប៉ុន្តែចាក់ស្ដែងគឺគាត់ហុចលុយហេងឲ្យមកពួកខ្ញុំអញ្ចឹងណាដំបងគាត់ហុចឲ្យខ្ញុំឡើងភ័យព្រោះអត់ដែរស្គាល់គាត់ហើយបន្ទាប់មកគាត់ងាកឃើញជាមួយនឹង boyfriend ខ្ញុំហើយគាត់ហុចឲ្យកដាស់ស្លឹក500ហើយប្រាប់ថាឲ្យចាយទេទៅលុយហេងទៅពីបងប្រុសគាត់ឲ្យលុយហើយគឺមានអារម្មណ៍ស្វាយចិត្តហ្មងអត់ដែរស្គាល់គ្នាសោះគាត់ឲ្យលុយហេងអញ្ចឹងទៅបន្ទាប់ពីអុជធូបខ្លៅគឺយើងនាំគ្នាធ្វើដំណើរចេញទៅបន្តទៀតគឺទៅកន្លែងពពកវិលប៉ុន្តែចាក់ស្ដែងកន្លែងហ្នឹងយើងទៅដល់ហ្នឹងគឺអត់មានពពកវិលទេដូចតែមានចង់បើកថ្ងៃឯហ្នឹងនៅនឹងអត់ពពកវិលមកខ្ញុំងុំគឺខ្ញុំអ្នកវិលវិញដោយសារតែចាក់ស្ដែងហ្នឹងមើលទៅកន្លែងណាក៏ថតអត់ស៊ីជាមួយខ្ញុំដែរមិនដោយសារអីគឺដោយសារផ្លូវចាំងមកពីលើហ្នឹងវាយូរវាហាំងដិតពេកអញ្ចឹងទៅមើលអីក៏អត់សូវច្បាស់ដែរព្រាលហ្មងមនុស្សខ្ញុំដូចខ្ញុំទៀតកាន់តែស្ពៃហ្មងគ្រាន់តែវ៉ែនតែឃើញឡើងខ្មៅអ៊ីកដល់វគ្គនេះគឺធ្វើលក្ខណៈបែបផ្សេងចឹងអញ្ចឹងណាបន្ទាប់ពីថតរូបអីបានតិចតួចមកគឺយើងនាំគ្នាចេញមកវិញប៉ុន្តែបើ boyfriend ខ្ញុំវិញខ្ញុំអត់យល់លើមុខគាត់នៅក្រៅស្អាតប៉ុន្តែចូលទៅកាមេរ៉ាវាលក្ខណៈដូចមនុស្សផ្សេងចឹងទៅនិយាយទៅមុខគាត់អត់សូវស៊ីកាមេរ៉ាមកចេញពីកន្លែងពពកវិលមកគឺយើងនាំគ្នាមកថតរូបមកកន្លែងទៀតកន្លែងនេះក៏មានថ្មភ្នំបែបស្អាតដែរបន្
តមកគឺយើងនាំគ្នាចេញដំណើរទៅបន្តទៀតព្រោះដោយសារនៅនេះដែរឆ្អែតដែរអញ្ចឹងណាយើងចេញទៅវគ្គបន្តហ្នឹងគឺទៅខេត្តកែបម្ដងដល់ខេត្តកែបនេះភ្លាមគឺយើងនាំគ្នាទៅទិញអីញ៉ាំហើយនៅក្នុងផ្សារមានលក្ខណៈក្តៅខ្លាំងមកប៉ះគេអាំងផងប៉ះអាកាសធាតុពីក្រៅហើយជិះម៉ូតូមួយថ្ងៃទៀតមានអារម្មណ៍ថាហាងហត់ប៉ុន្តែមកឃើញគ្រឿងសមុទ្រអញ្ចឹងមានកម្លាំងចិត្តវិញឯប៉ុន្តែជាក់ស្ដែងខ្ញុំបាំងប៉ុណ្ណឹងឯនៅក្តៅហើយចូលល្មមច្រឡែកអត់មានពាក់អីទេក៏ចង់ដាច់ខ្យល់ហ្មងណាហើយបន្ទាប់ពីទិញអីតិចតួចមកក៏យើងនាំគ្នាមកដល់កន្លែងមាត់ទឹកនេះដូចជាគេយកហ្នឹង20000គ្រាន់តែយើងមកអង្គុយញ៉ាំអីមកយូរចឹងទៅតែមកដល់កន្លែងហ្នឹងហត់នៅក្នុងទូរស័ព្ទមើលទៅអត់សូវដឹងប៉ុន្តែមកដល់ផ្ទះកាត់បណ្ដឹងខ្លួនឯងឡើងក្រហមមុខអត់ថតកន្លែងនេះឡើងខំមុខខ្លាំងហ្មងពេលចេញពីផ្សារក្តាមហ្នឹងមកដល់មិនតាន់គឺនាំគ្នារៀបចំញ៉ាំអីឲ្យហើយព្រោះបញ្ញាប់ទៅវិញអញ្ចឹងវីដេអូរបស់យើងគឺមានតែវគ្គអង្គុយញ៉ាំអីដូចជាមានមឹកបាគាហើយជាមួយនឹងសាច់មាន់តិចតួចគឺយើងចេញទៅវិញតែអ្នកនរគ្នាឃើញក្តាមតិចតួចហ្នឹងឆ្ងាញ់ខ្លាំងណាស់អង្គុយនាំគ្នាញ៉ាំឡើងមកយូរហ្មងអូខេឥឡូវនេះវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងនាំគ្នាអង្គុយញ៉ាំអីមើលទេសភាពដែលមានភាពស្រស់ស្អាតនៅតាមឆ្នេរសមុទ្រអញ្ចឹងជាចុងក្រោយខ្ញុំមានតែពាក្យថាអរគុណសម្រាប់ការទស្សនា vlog របស់ខ្ញុំដល់ចប់បាយបាយអ្នកនរគ្នា